អសាទរឆ្នាំរោងថ្ងៃសុក្រទី24មេសានេះរាសីឡើងខ្ពស់ត្រដែតមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាដឹងហើយថាឆ្នាំរោងធាតុមាសពងទេវតាប្រុសរាសីរបស់ពុកម៉ែបងប្អូនថ្ងៃសុក្រទី24មេសានេះឡើងខ្ពស់ត្រដែតមែនទែនពុកម៉ែបងប្អូននឹងជួបមនុស្សល្អអ្នកមានបុណ្យសំណាងតាមជួយតាមជ្រោមជ្រែងព្រមទាំងផ្ដល់លាភសក្ការៈគ្រឿងឥស្សរិយៈដល់ពុកម៉ែបងប្អូនទៀតផងដូច្នេះពុកម៉ែបងប្អូនត្រូវរៀបចំខ្លួនទទួលឲ្យបានប្រពៃប្រសើរថ្លៃថ្លាសម្រាប់ក្រុមគ្រួសាររឿងនឹងស្នេហាវិញមានតែភាពផ្អែមល្ហែមអុកល្អឿនយល់ចិត្តគ្នាទៅវិញទៅមកដូច្នេះពុកម៉ែបងប្អូនដែលកើតឆ្នាំរោងថ្ងៃសុក្រ24នេះគឺទទួលបានលាភជ័យសិរីសួស្តីជ័យមង្គលប្រសើរណាស់ពុកម៉ែបងប្អូនសូមចូលរួម like share និង subscribe ផងណា